ចង់ឲ្យបណ្ដាគុណខ្មែរមានក្នុងវិញ្ញាសាប្រកួតក្នុងកីឡាអូឡ িম্প ិកពិភពលោកនាពេលខាងមុខឆាប់ភេសជ្ជៈបើកម្លាំងកម្ពុជាក្រុមហ៊ុនខ្មែរ Beverages កំពុងសហការយ៉ាងស្អិតរមួតជាមួយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិគុនខ្មែរដំណើរឆ្ពោះទៅកាន់វិញ្ញាសាប្រកួតកីឡាអូឡ িম্প ិកពិភពលោកភេសជ្ជៈបើកម្លាំងកម្ពុជារបស់ក្រុមហ៊ុនខ្មែរ Beverages បដិញ្ញាជាស្ពានផ្សារភ្ជាប់និងសហការយ៉ាងស្អិតរមួតជាមួយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិរៀបចំព្រឹត្តិការណ៍ឆាកប្រដាល់ខ្នាតអន្តរជាតិអញ្ជើញកីឡាករប្រដាល់លំដាប់ប្រទេសមកពីជាង20ប្រទេសឡើងសង្វៀនសាកកម្លាំងនិងបច្ចេកទេសនៅខេត្តបរសេនុនៅថ្ងៃទី14កុម្ភៈត្រូវនឹងទិវានៃក្តីស្រឡាញ់ក្រុមហ៊ុនខ្មែរ Beverages និងភេសជ្ជៈបើកម្លាំងកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីសន្លឹងមួយទៀតនៅលើទឹកដីនៃខេត្តបរសេនុនោះគឺមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ2026ផ្សព្វផ្សាយទេសចរនិងក្បាច់គុនខ្មែរទៅកាន់ពិភពលោកដែលមានការចូលរួមពីកីឡាករលំដាប់ជួរមុខនៅកម្ពុជានិងមកពីបណ្ដាប្រទេសជាង20ផ្សេងទៀតប្រកួតដណ្ដើមខ្សែក្រវ៉ាត់ដ៏កក្រើកមិនធ្លាប់មានលើកនេះមិនមែនគ្រាន់តែជាឆាកប្រដាល់គុនខ្មែរធម្មតាសាមញ្ញទេប៉ុន្តែព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ2026ក្រោមការសហការផ្ទាល់ជាមួយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិនិងឧបត្ថម្ភធំផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងកម្ពុជាក្រុមហ៊ុនខ្មែរ Beverages នឹងក្លាយជាសង្វៀនប្រដាល់គំរូផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកមិនត្រឹមតែប៉ុណ្ណោះឆាកប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ2026ភេសជ្ជៈបើកម្លាំងកម្ពុជាក៏នឹងរួមចំណែកទាក់ទាញចំណាប់អារម្មណ៍និងសម្លេងគាំទ្រពីបណ្ដាប្រទេសនានានៅក្នុងតំបន់និងនៅលើសកលលោកឲ្យបានកាន់តែច្រើនឡើងថែមទៀតឆ្ពោះទៅដាក់បញ្ចូលបណ្ដាគុនខ្មែរនៅក្នុងវិញ្ញាសាប្រកួតកីឡាអូឡ িম্প ិកថែមទៀតផងទាំងអស់នេះគឺជាគោលបំណងនិងការបដិញ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ Beverages ដែលមានជីបម៉ុងជាក្រុមហ៊ុនមេដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រកីឡាប្រដាល់គុនខ្មែរនិងរៀបចំឲ្យមានសង្វៀនប្រដាល់គុនខ្មែរគ្រប់រូបភាពព្រោះចង់ឃើញវត្តមានប្រដាល់គុនខ្មែរនិងទង់ជាតិខ្មែរបង្ហាញខ្លួនជាផ្លូវការប្រកបដោយមោទនភាពនៅលើឆាកប្រកួតកីឡាក្នុងព្រឹត្តិការណ៍ SEA Games អូឡ িম্প ិកដែលប្រារព្ធធ្វើឡើងនៅជុំវិញពិភពលោកសូមជម្រាបជូនថាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរជើងឯកពិភពលោកឆ្នាំ2026ក្រោមការឧបត្ថម្ភធំផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងកម្ពុជាដែលជាការប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកជួបជុំគ្នានេះរៀបចំឡើងរយៈពេល5ថ្ងៃហើយថ្ងៃទី14ខែកុម្ភៈឆ្នាំ2026នេះគឺជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ហើយក៏នឹងមានការប្រគំតន្ត្រី Valentine Loving Day Concert ពីផលិតកម្ម Galaxy Lenowatra ដើម្បីផ្ដល់នូវភាពសប្បាយរីករាយស្នាមញញឹមនិងអនុស្សាវរីយ៍ជូនដល់បងប្អូនជនរួមជាតិភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានអញ្ជើញចូលរួមដោយផ្ទាល់ផងដែរភេសជ្ជៈបើកម្លាំងកម្ពុជាសហការជាមួយសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិផ្សព្វផ្សាយទេសចរនិងគុនខ្មែរទៅកាន់ពិភពលោក